សូមគោរពជំរាបសួរអស់លោកលោកស្រីតំណាងរាជធានីខេត្តដែលបានអញ្ជើញចូលរួមនៅក្នុងសន្និបាតរយៈពេល2ថ្ងៃអ្វីដែលខ្ញុំឡើងមកនេះគឺជំរាបជូនខ្លីៗអំពីលទ្ធផលការងាររបស់គណៈកម្មាធិការនយោបាយក្នុងរយៈពេល2ឆ្នាំ2024និងឆ្នាំ2025ប៉ុន្តែវាមានចំកន្ទុយសម្រាប់ឆ្នាំ2023ផងដែរហើយយើងប្រើពេលវេលាខ្លីដើម្បីចំណេញពេលសម្រាប់ការអនុវត្តកិច្ចការបន្តក្នុងកម្មវិធីសន្និបាតរបាយការណ៍ស្តីពីលទ្ធផលការងារនិងដំណើរការកិច្ចប្រជុំរបស់គណៈកម្មាធិការនយោបាយខ្លឹមសារខ្ញុំសូមសង្ខេបតែម្ដងទៅប្រជុំលើកទី1គឺថ្ងៃទី30ខែ11ឆ្នាំ2023ផ្ដោតលើខ្លឹមសារស្ថានភាពនយោបាយការចុះបញ្ជីបេក្ខជនព្រឹទ្ធសភានិងជំហរទៅលើសម្ព័ន្ធភាពគណៈបកនយោបាយហើយទីតាំងដែលធ្វើនោះគឺនៅសហការខេត្តកំពង់ធំសមាជិកភាពចូលរួមគឺ25រូបលើ22រូបបាទប្រជុំលើកទី2គឺថ្ងៃទី15ខែ1ឆ្នាំ2024ខ្លឹមសារគឺស្ថានភាពនយោបាយហើយបូកជាមួយនឹងថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្តទីកាហើយនឹងជំហររបស់គណៈបកហើយទីតាំងគឺនៅខុទ្ទកាល័យគណៈបកនៅក្នុងរាជធានីភ្នំពេញសមាជិកភាពចូលរួមគឺមាន23រូបលើ27រូបកិច្ចប្រជុំលើកទី13គឺថ្ងៃទី31ខែ12ឆ្នាំ2025គឺសមាជដើម្បីបំពេញនីតិវិធីមានន័យថាសមាជដើម្បីបំពេញនីតិវិធីហើយនៅទីតាំងការិយាល័យកណ្ដាលគណៈបកនៅខាងក្រោមនេះឯងគឺសមាជិកចូលរួមមាន48លើ54រូបនៅមានសកម្មភាពផ្សេងជាច្រើនទៀតដែលថ្នាក់ដឹកនាំគណៈកម្មាធិការនយោបាយបានរួមចំណែកទី1គឺការចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរាជធានីខេត្តថ្នាក់ដឹកនាំក្រុងស្រុកទី2គឺការចូលរួមលើកស្លាកហើយយើងឃើញជាក់ស្ដែងហើយទៅតាមបណ្ដាញសង្គមរួមទាំងរបាយការណ៍ដែលបានដាក់មកថ្នាក់ជាតិហើយនេះទី3ការចូលរួមចំណែកក្នុងការកសាងរចនាសម្ព័ន្ធផងដែរគណៈកម្មការនយោបាយបានបំពេញតួនាទីផងដែរជាពិសេសទៀតគឺបានចូលរួមជាមួយថ្នាក់ដឹកនាំគណៈបកក្នុងការជួយការងារមនុស្សធម៌ឧទាហរណ៍ថាចង់ជួយនឹងរៃគាគីងគោប្រមូលផ្ដុំធនធានលទ្ធភាពថវិការួមទាំងស្បៀងមួយចំនួនជួយទៅដល់ជនពិសេសជំហានទី1ជំហានទី2គឺជួយទៅដល់គ្រួសារសពដែលបានពាណិជ្ជកម្មដើម្បីជាតិមាតុភូមិជាពិសេសគឺគ្រួសារសពវីរៈជនកងទ័ពហើយនិងវីរៈនគរបាលហើយជំហានទី4គឺជួយទៅដល់គ្រួសារកងទ័ពតែថ្មីនេះយើងក៏មានសកម្មភាពមួយដែរដែលថ្នាក់ដឹកនាំគណៈបករួមទាំងសមាជិកគណៈកម្មការនយោបាយនោះបានជួយចែករំលែកនៅការលំបាកមួយចំនួនដូចជាសម្ភារៈនយោបាយមួយចំនួនទៅលើកងទ័ពទៅតាមគោលដៅដែលយើងបានកំណត់ទុកនេះគឺជាកិច្ចការរបស់គណៈកម្មាធិការនយោបាយដែលបានធ្វើកិច្ចការមនុស្សធម៌ជាមួយគណៈបកហើយដូច្នេះខ្ញុំសូមធ្វើសេចក្តីរាយការណ៍ប៉ុណ្ណេះដោយសង្ខេបជូនអង្គសម្បត្តិដោយស្ថានដឹកនាំដើម្បីជ្រាបពីព័ត៌មានពីផែនការសកម្មភាពក៏nhưដំណើរការងាររបស់គណៈកម្មាធិការនយោបាយបាទសូមអរគុណ